ប្រិយមិត្តទស្សនិកជនជាទីមេត្រីនៅថ្ងៃច័ន្ទនេះរដ្ឋាភិបាលក្រុងភ្នំពេញបានសម្ដែងនៅការស្វាគមន៍ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីអភិសិទ្ធនៃប្រទេសសៀមដែលថាចង់ឲ្យមានការចរចាទ្វេភាគីដោយមិនឲ្យមានភាគីទី3ណាមួយចូលរួមពាក់ព័ន្ធនោះក៏ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញបានចោទជាសំណួរថាតើអភិសិទ្ធនិយាយនេះចេញពីឆន្ទៈខ្លួនពិតប្រាកដឬក៏គ្រាន់តែនិយាយដើម្បីយករួចខ្លួនតែប៉ុណ្ណោះគណៈពេលដែលគេបានដឹងថាប្រទេសថៃជាពិសេសរដ្ឋាភិបាលអាវលឿងរបស់ថៃដែលចេញពីគណៈបកភាគតិចនេះតើសុខចិត្តទទួលយកសិទ្ធិសញ្ញារបស់ខ្លួនដែលបានគូសរួចជាស្រេចហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរហូតដល់ចាញ់ក្តីនៃប្រាសាទព្រះវិហារដែលបានផ្ដល់ជាមួយខ្មែរកាលពីក្នុងរង្វង់ទសវត្សរ៍ឆ្នាំ60នោះយ៉ាងណាលោករដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាខៀវកញ្ញរិទ្ធបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯទីស្តីការក្រសួងព័ត៌មាននៅក្នុងសន្និសីទដើម្បីធ្វើការប្រតិកម្មតបទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីសៀមយ៉ាងដូចនេះថាឥឡូវយើងចំពោះចំហកម្ពុជាដូចជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ហើយលេងតាមណាក៏បានទាំងអស់ធ្វើក៏បានពហុក៏បានអន្តរជាតិក៏បានប៉ុន្តែសំខាន់តើភាគីថៃមានសុខចន្ទៈនឹងជជែកគ្នាបញ្ហាហ្នឹងទេបើគាត់អង្គុយពឹកគាត់ថាអា4គីឡូជាងហ្នឹងគឺជារបស់ថៃបាត់ហើយសួរថាជជែករឿងអីគាត់ជែកផែនទីដែលគាត់គូសអត្តនោម័តអញ្ចឹងវាខុសបាត់ហើយយើងមិនមែនតែដោយសារមិនមែនថា4គីឡូតែ2ម៉ាត់ក៏យើងមិនអាចព្រមបានដែរពីព្រោះបើសិនជាយើងព្រមអ្វីដែលខុសអំពីផែនទីនោះគឺផែនទីលក្ខណៈស្របច្បាប់នៃកិច្ចសន្ធិសញ្ញាគូសព្រំដែន1904និងការគូសព្រំដែនបោះបង្គោល1907វាទៅជាដូរទាំងអស់អញ្ចឹងមិនតែយើងគោលការណ៍របស់យើងមិនមែនបញ្ហាមិនមែនជារឿងបញ្ហាសម្របសម្រួលបានទេពីព្រោះបើសម្របមនុស្សនេះគឺផែនទីរបស់យើងអត់ត្រូវបោះចោលគឺយើងដូច្នេះគឺសូមជម្រាបថាបញ្ហាធំណាស់ថៃយកផ្អែកផែនទីអត្តនោម័តរបស់ខ្លួនទេប៉ុន្តែអភិសិទ្ធតើសួរថាតើអភិសិទ្ធហ៊ានព្រមទៅចែកលើផែនទីហ្នឹងដំបូងផុតត្រូវចែកតើផែនទីទទួលស្គាល់ផែនទីដែលគូសនៅឆ្នាំដែលសន្ធិសញ្ញា1904ហើយដែលគូសបញ្ចប់នៅ1907ឬអត់បើគាត់តែប្រកាសមិនយើងឥឡូវយើងថាប្រកាសទាំងរហូតហើយពីព្រោះថៃគាត់ដឹងថាបើគាត់ទៅអន្តរជាតិគាត់មិនឈ្នះយើងទេជាច្បាប់គាត់អត់ឈ្នះទាំងអស់អញ្ចឹងយើងថាយើងស្វាគមន៍អ្វីដែលលោកអភិសិទ្ធថាចង់ដោះស្រាយប៉ុន្តែចង់ដោះស្រាយឬតើលោកអភិសិទ្ធគាត់និយាយដើម្បីដកដង្ហើមដកឃ្លាប៉ុណ្្នឹងទេពីព្រោះយើងឃើញថាតើជជែករឿងអីតែចាប់ផ្ដើមនិយាយដំបូងយើងគួរតែជជែកថាតើផែនទីយើងយកទទួលស្គាល់ផែនទីហ្នឹងឬអត់បើជជែកស្គាល់ផែនទីហ្នឹងហើយយើងទៅរកចំណុចទាំងអស់គ្នាបើគាត់កាន់តែផែនទីដែលកំណត់អត្តនោម័តមួយមិនបានយើងមិនអាចទូបានទេអញ្ចឹងពាក្យសម្ដីនិយាយនោះយើងទៅស្វាគមន៍ប៉ុន្តែយើងចង់ដឹងថាតើសម្ដីរបស់គាត់ហ្នឹងវាស៊ីទៅទង្វើរបស់គាត់ដែលគាត់ធ្វើឬអត់នេះគឺទៅបានហ្នឹងជាមួយគ្នានោះផងដែរលោករដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលខៀវកញ្ញរិទ្ធបានដឹងថាកម្ពុជាមិនដែលបានទាត់ចោលចំពោះលទ្ធភាពនៅក្នុងការចរចាគ្រប់ទិដ្ឋភាពទាំងអស់នោះទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺតើប្រទេសថៃព្រមទទួលស្គាល់នៅអ្វីដែលជាសន្ធិសញ្ញាដែលគូសឡើងដោយភាគីសៀមនិងភាគីបារាំងរហូតដល់មានការសុំឲ្យបោះពុម្ពចែកផ្សាយថែមទៀតនោះទោះជាយ៉ាងណាក៏ដោយក្តីលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹងថាអភិសិទ្ធគ្រាន់តែជាការនិយាយហើយប៉ុន្តែមិនមែនជាការពិតនោះឡើយនៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតផងដែរទាក់ទិនទៅនឹងការស្នើសុំពីភាគីសៀមជាពិសេសរដ្ឋមន្ត្រីក្រសួងការបរទេសកសិទ្ធិភិរមយ៉ាដែលស្នើសុំឲ្យមានការចូលសួរសុខទុក្ខឬក៏ព្យាយាមធ្វើបច្ឆាប័នដើម្បីនាំទាន់ដិតរបស់ជនជាតិថៃដែលត្រូវបានតុលាការយោធាក្រុងភ្នំពេញកាត់ទោសកាលពីសប្តាហ៍កន្លងទៅឲ្យជាប់គុក20ឆ្នាំពាក់ព័ន្ធទៅនឹងការលួចចូលមកកប់មីននៅក្នុងអធិបតេយ្យរបស់ខ្មែរតាមបណ្ដោយព្រំដែនខ្មែរសៀមនោះលោករដ្ឋមន្ត្រីក្រសួងព័ត៌មានខៀវកញ្ញរិទ្ធបាននិយាយថាជានីតិវិធីផ្លូវច្បាប់ប្រសិនបើជននេះคล้ายទៅជាតនដិតដែលត្រូវបានកាត់ទោសដោយតុលាការហើយនោះគេអាចមានលទ្ធភាពនៅក្នុងការពិនិត្យមើលទៅតាមនីតិវិធីប៉ុន្តែទោះជាយ៉ាងណាក៏ដោយទាក់ទិនទៅនឹងការសុំធ្វើបច្ឆាប័នលោករដ្ឋមន្ត្រីក្រសួងព័ត៌មានខៀវកញ្ញរិទ្ធក៏បានក្រើនរំលឹកទៅដល់ប្រទេសថៃជាមុនថាគណៈពេលដែលនាយករដ្ឋមន្ត្រីសៀមអភិសិទ្ធបំពេញដំណើរទស្សនកិច្ចកាលពីខែមិថុនាឆ្នាំ2009នៅក្នុងទីក្រុងភ្នំពេញដែលបានលើកឡើងនៅក្នុងពេលអាហារថ្ងៃត្រង់ថាមានការផ្លាស់ប្ដូរគ្នាដែលកម្ពុជាបញ្ជូនជនជាតិថៃ2នាក់ដែលពាក់ព័ន្ធទៅនឹងគ្រឿងអំពើភេរវកម្មជាម៉ាអ៊ីស្លាមយ៉ាស
ពីអ្នកឲ្យទៅជាប់គុកក្នុងប្រទេសសៀមហើយប្រទេសសៀមសន្យាបញ្ជូនអ្នកទោសមកកាន់ប្រទេសកម្ពុជាវិញរហូតមកដល់ពេលនេះនៅពុំទាន់មានបញ្ជូនមកដល់ឡើយទេដែលនិយាយក្នុងឋានៈជានាយករដ្ឋមន្ត្រីសៀមភ្លេចបែបនេះជាការមួយមិនទទួលយកបានឡើយហើយពេលនេះមុនពេលដែលអភិសិទ្ធឬក៏រដ្ឋមន្ត្រីក្រសួងការបរទេសសៀមនិយាយពាក់ព័ន្ធទៅនឹងការសុំធ្វើបច្ចុប្បន្នឬក៏ផ្លាស់ប្ដូរអ្នកទោសយ៉ាងណានោះគេតោងតែរំលឹកនៅអ្វីដែលនាយករដ្ឋមន្ត្រីសៀមបានសន្យាជាមួយនឹងកម្ពុជាជាមុនសិនគួរបញ្ជាក់ថាអ្នកទោសកម្ពុជាជាច្រើនត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសថៃរហូតមានដាក់ខ្នោះច្បាប់ជើងថែមទៀតផងដោយសារតែត្រូវបានចោទប្រកាន់ចូលកាប់ឈើដោយខុសច្បាប់នៅក្នុងប្រទេសគេក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្តីប្រទេសសៀមបានបង្ហាញនូវភាពអមនុស្សធម៌ជាច្រើនចំពោះប្រទេសជិតខាងរហូតមកដល់ពេលនេះគេពុំទាន់ដឹងនៅឡើយទេថាតើប្រទេសទាំងពីរអាចនឹងមានស្ដារមុខមាត់យ៉ាងណានោះក៏ប៉ុន្តែលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានតាក់ទងទៅនឹងការលើកឡើងរបស់សារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃច័ន្ទដែលថាប្រទេសថៃចង់ឲ្យមានតំណែងតំណងការទូតឡើងវិញនោះលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថានោះវាអាស្រ័យទៅលើភាគីថៃពីព្រោះថៃជាអ្នកប្រកាសដកទូតចេញពីកម្ពុជាជាឯកតោភាគីមុនដូច្នេះកម្ពុជាកំដរបានគ្រប់យ៉ាងទាំងអស់តើតិនទៅនឹងអំពីបញ្ហាសភាពការតានតឹងតាមយោធាដែលគណៈពេលថ្មីនេះប្រទេសសៀមបានបញ្ជូនកងទ័ពរបស់ខ្លួនមកកាន់តំបន់ព្រំដែននោះត្រូវបានលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថាសភាពការកងទ័ពនៅតាមបណ្ដោយព្រំដែនរវាងខ្មែរសៀមនៅពេលនេះស្ថិតនៅក្នុងសភាពធម្មតាហើយភាគីថៃបានបញ្យល់មកថានេះគ្រាន់តែជាការផ្លាស់ប្ដូរទ័ពប្រចាំឆ្នាំតែប៉ុណ្ណោះគណៈពេលដែលមានការធ្វើសម្ពយុទ្ធយោធាជាមួយនឹងសហរដ្ឋអាមេរិករហូតមកដល់ពេលនេះកងទ័ពកម្ពុជានៅក្នុងតំបន់សមរភូមិមុខទោះបីជាសភាពការស្ងប់ស្ងៀមយ៉ាងណាក៏ដោយក្តីក៏ប៉ុន្តែគេបានប្រុងជើងការជានិច្ចនិងអនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលខ្មែរគឺការពីមិនឲ្យបាត់បង់ទឹកដី1មីលីម៉ែត្រនោះឡើយហើយថ្មីក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចរបស់សម្ដេចប្រមុខរដ្ឋាភិបាលជាប្រវត្តិសាស្ត្រលើកដំបូងទៅកាន់តំបន់ព្រំដែនប្រាសាទព្រះវិហារក៏ដោយតាមបណ្ដោយព្រំដែនរវាងខ្មែរសៀមគេបានសង្កេតឃើញកាលពីសប្តាហ៍កន្លងទៅនេះទាហានខ្មែរបានច្រានទ្រូងទាហានសៀមបណ្ដេញទាហានសៀមឈុតខ្មៅនៅប៉ារ៉ាឲ្យចាក់ចេញពីទឹកដីខ្មែរខណៈពេលដែលគេប្រដាប់ទៅដោយសម្ភារៈសឹកចូលមកលួចតាំងទីជម្រកដោយខុសច្បាប់នៅក្នុងអធិបតេយ្យខ្មែរនៅស្លាបខាងឆ្វេងនៃប្រាសាទតាមាន់ដែលស្ថិតនៅក្នុងអធិបតេយ្យភាពកម្ពុជាខ្ញុំសយសុភាពធ្វើសេចក្តីរាយការណ៍ពីក្រសួងព័ត៌មានសូមអរគុណ